បាទនៅវីដេអូចាស់ខ្ញុំបានរៀបចំជាមួយនឹងសម្ភារៈកុមារជាមួយនឹងល្បែងសិក្សាហើយយើងធ្វើទៅលើពពួកភ្ជួញជាអ្នកបែបនេះហើយខ្ញុំក៏ឃើញមានចំនួនអ្នកគ្រូដែលគាត់ចង់និយាយអំពីស្រៈឥឡូវខ្ញុំសាកល្បងមើលដែលប្រើតម្រងចាស់សិនអានេះខ្ញុំអត់ទាន់ធ្វើថ្មីទេខ្ញុំប្រើតម្រងចាស់ដែលមាននេះស្រាប់ប៉ុន្តែមុនពេលដែលតកែស្រៈហ្នឹងខ្ញុំចង់បង្ហាញតពីវីដេអូចាស់ជាមួយនឹងការកំណត់ធ្វើម៉េចឲ្យបាទកម្លាតនេះគឺវាស្មើគ្នាហើយកម្ពស់អក្សរទាំងអស់នេះគឺស្មើគ្នាអញ្ចឹងបញ្ជាក់ម្ដងទៀតថានៅក្នុងការដាក់អក្សរនីមួយៗគឺមានការចងក្រមហើយនៅក្នុងនេះគឺមានបន្ទាត់ហើយមួយទៀតនេះគឺមានអក្សរអញ្ចឹងយើងចងវាជាក្រមមួយបើន័យថាជាងាយស្រួលនៅក្នុងការធ្វើឥឡូវយើងកែវាឲ្យវាស្មើគ្នាដោយសារកន្លែងនេះអត់ស្មើគ្នាទេអញ្ចឹងយក shape format នេះយក align ហើយបន្ទាប់មកសេរីវាឲ្យស្មើគ្នាឧទាហរណ៍ថា align middle បាទអញ្ចឹងដាក់វាស្មើកណ្ដាលបែបនេះអញ្ចឹងវាស្មើគ្នាពីមុនអត់ស្មើទេឥឡូវស្មើគ្នាហើយបន្ទាប់មកទៀតដោយសារតែយើងចង់បានកម្លាតឲ្យស្មើគ្នាបាទអញ្ចឹងយើងធ្វើវាបែបនេះមួយទៀតមកបាទគឺស្មើគ្នាហើយយើងចម្លងវាមក copy មកទាញ shift ផងដើម្បីឲ្យវាស្មើគ្នាបាទហើយមួយទៀត control shift បាទអញ្ចឹងចុចមកស្មើគ្នាអញ្ចឹងអានោះអត់ទាន់ស្មើទេហើយអ្វីដែលយើងមើលគឺទៅសេរីកម្លាតវាម្ដងទៀតបាទនៅក្នុង shape format ហើយនៅក្នុង align នេះបាទយើងយក vertical ឃើញទេនៅពេលដែលយើងមើលដោយភ្នែកទទេយើងគិតថាអូប៉ុណ្ណឹងស្មើបាទប៉ុន្តែវាអត់ទាន់ស្មើទេហើយខ្ញុំនៅតែបញ្ជាក់ម្ដងទៀតបើសិនជាលោកគ្រូអ្នកគ្រូឬក៏អាណាព្យាបាលឬក៏អ្នកដែលធ្លាប់មានបទពិសោធន៍នៅក្នុងការធ្វើដែលទាញមកស្មើគ្នាតែម្ដងបាទសូមជួយចែករំលែកផងដើម្បីយើងធ្វើបានលឿនទាំងអស់គ្នាឥឡូវខ្ញុំសាកល្បងទៅលើស្រៈម្ដងបាទអញ្ចឹងឧទាហរណ៍ដូចជាស្រៈ A បាទអូខេស្រៈ A ស្រៈ A បាទហើយស្រៈផ្សេងទៀតគឺស្រៈទៅខាងក្រោមឧទាហរណ៍ដូចជាស្រៈ O បាទស្រៈ O អញ្ចឹងយើងនៅតែសាកល្បងបានប៉ុន្តែការប្រើអាចខុសគ្នាតិចតួចដោយសារតែតម្រងនៃស្រៈគឺវាខុសគ្នាបាទឧទាហរណ៍ដូចជាស្រៈ A ស្រៈ E បាទស្រៈ E ស្រៈ Ư បាទឥឡូវសាកល្បងមើលស្រៈអស់ថាតើវាកើតទេបាទនេះអ្វីដែលប្រឈមគឺស្រៈអស់នេះវាមានវាចេញមកបែបនេះដែលយើងមិនអាចធ្វើវាបានអញ្ចឹងស្រៈមួយចំនួនគឺអាចធ្វើបានតែស្រៈមួយចំនួនទៀតគឺអត់អាចធ្វើបានតែម្ដងបាទនេះមើលឲ្យតែស្រៈមានផ្គុំចាប់ពី2ឡើងទៅគឺចាប់ផ្ដើមជាមួយនឹងបញ្ហាបាទគឺអត់ស្អាតតែម្ដងបាទស្រៈអីទៀតស្រៈអត់បញ្ហាទេវាមានតែមួយបាទស្រៈអ៊ូក៏អត់បញ្ហាដែរព្រោះស្រៈអុស្រៈអូរួចហើយបាទស្រៈអីក៏អត់បញ្ហាដែរបាទអញ្ចឹងតកតងជាមួយនឹងការធ្វើនៅក្នុងស្រៈជាមួយនឹង publisher បាទយើងនឹងចេញបែបនេះបាទអញ្ចឹងវាមិនអាចមាននេះបានទេអញ្ចឹងមានតែធ្វើនៅក្នុងកម្មវិធីរៀនខ្ពស់ជាងនឹងបន្តិចឬក៏បើសិនជាម្ដងទៀតអ្នកដែលធ្លាប់មានបទពិសោធន៍នៅក្នុងការផលិតវាបែបនេះហើយអាចរៀបចំបានស្អាតបាទពុំអក្សរនេះគឺប្រភេទពុំអក្សរ Unicode ខ្ញុំអត់បានទាន់សាកល្បងជាមួយនឹងពុំអក្សរផ្សេងដូចជាពពួកលីមូនឬក៏ពពួកលីមូនខ្ចីទេបាទអញ្ចឹងខ្ញុំនឹងសាកមើលពុំអក្សរផ្សេងទៀតបានលទ្ធផលយ៉ាងណាខ្ញុំនឹងសាកបង្ហាញជូនអញ្ចឹងការបង្ហាញជូននៅក្នុងនេះគឺបទពិសោធន៍ថ្មីរបស់ខ្ញុំដែរហើយសង្ឃឹមថាខ្ញុំបានសាកល្បងហើយប៉ុន្តែគាត់ថាវាអត់ទាន់ដំណើរការស្រួលបួលទេជាមួយនឹងការធ្វើសម្ភារៈជាមួយស្រៈនៅក្នុងកម្មវិធី publisher មួយនេះបាទអញ្ចឹងការចែករំលែកខ្លីនេះគឺសូមចែករំលែកបង្ហាញតែប៉ុណ្្នេះទេបាទអរគុណ